រឿងប្រេងតាក់ទងទៅនឹងទំនៀមស្លៀកពាក់ក្នុងពេលសំពះផ្ទឹមកូនប្រុសស្លៀកសំឡុយពាក់អាវផាយចំណែកឯកូនស្រីបួងសក់ពាក់ស្បៃកាលនោះព្រះនារាយណ៍រាមេសូរព្រះចៅក្រុងកម្ពុជាទ្រង់សោយរាជ្យសម្បត្តិនៅបន្ទាយលង្វែកក្នុងពុទ្ធសករាជ1910ដល់1920កន្លងមក500ប្លាយឆ្នាំហើយទ្រង់សំពរាជហឫទ័យនឹងនាងក្រមុំម្នាក់ជាកូនរបស់ជ្វាដែលនៅក្នុងភូមិទួលអំពើទួលលោកនៅជាខាងត្បូងភូមិពោធិ៍តូចកំពុងលងសពថ្ងៃនេះចាមជ្វាជាឪពុកនាងនោះក៏ព្រមថ្វាយមិនហ៊ានទៅតឹងទឹះតែសំណុំពរសូមឲ្យទ្រង់ចូលសះហើយរៀបការតាមច្បាប់ឲ្យសមស្របតាមប្រពៃណីចាមនិងជ្វាសម្ដេចព្រះនារាយណ៍រាមាទ្រង់សំពរាជហឫទ័យនឹងនាងម៉ាកាសទេវីណាក៏តុបតោព្រះតីពុំបានព្រោះនាងប្រកបដោយរូបឆោមល្អមានសម្បល់ស្រស់បំព្រងហើយត្រកអ្នកមានសម្បត្តិច្រើនផងទ្រង់ក៏បណ្ដោយតាមអធិស្ឋានព្រមចូលសះឲ្យតែបាននាងជាព្រះអគ្គមហេសីពួកចាមនិងជ្វាក៏និមន្តព្រះសង្ឃរាជសាសនាច្រើនអង្គនិងគណនាពុំបានហើយព្រមធ្វើព្រះពន្លាជ័យខ្វាត់ខ្វែងនៅទីភូមិនោះតាំងបួងសួង7ថ្ងៃសូត្រមន្តបញ្ចូលសាសនាចាមនិងជ្វារួចកាត់ចុងអង្គជាតិស្ដេចដង្ហែយកទៅធ្វើឃ្លាំងដាក់វេលានោះមានមន្ត្រីតូចធំចូលសះជាមួយនឹងព្រះមហាក្សត្រជាច្រើនដោយចង់បានកូនចាមនិងជ្វាដែរដល់ពេលនឹងឡើងទៅសំពះការទ្រង់បានតាំងមហាថលិកម្នាក់ឲ្យហៅថាព្រះចៅរាជកុមារឲ្យទៅសំពះជំនួសព្រះអង្គតាមទំនៀមទម្លាប់ស្ដេចដែលបានរៀបការនឹងរាជតែពួកចាមនិងជ្វាមិនព្រមដោយយល់ថាព្រះមហាក្សត្រយកកូនយើងទៅដំឡើងជាព្រះអគ្គមហេសីប្តេជ្ញាក៏ឲ្យគេមកសំពះជំនួសព្រះអង្គទៅវិញសូមទ្រង់យាងទៅកងទន្ទឹមនឹងកូនយើងផងតែយើងមិនអាចហ៊ានឲ្យទ្រង់ក្រាបសំពះទេស្ដេចក៏ទ្រង់យល់ព្រមតាមពួកតាមនឹងជ្វាក៏យកព្រះផល្ហរយ៉ាងល្អមានតម្លៃច្រើនមកតុបតែងព្រះអង្គឲ្យទ្រង់សម្លោះដោយសារុងហើយថ្វាយអាវផាយដ៏មានប៉ាក់រំលេចដោយខ្សែសយមាសមានត្បូងភ្លឺរន្ទល់ឆ្អិនឆ្អៅឯនាងម៉ាកាសទេវីបួងសក់ពាក់ស្បៃដណ្ដប់ផាហ៊ុមលឿងទុំតាមរបៀបចាមជ្វាមុននឹងចេញមកផ្ទឹមនឹងស្ដេចមានអ្នកច្រៀង2នាក់ច្រៀងសុំកូនស្រីមានទំនុកទំនៀមចាមជ្វាមកដល់ឥឡូវនេះថាអនហើយស្រីអូនសុំបើកវាំងនូនសុំអូនមកផ្ទឹមបងបើកទ្វារឲ្យអូនចេញសន្សឹមអូនចេញមកផ្ទឹម2នាក់នឹងបងហើយនឹងមានទំនុកភ្លេងផ្សេងជាច្រើនទៀតព្រះបាទសម្ដេចព្រះនារាយណ៍រាមាទ្រង់សំព្រះតីនឹងរបៀបចាមជ្វារៀបមង្គលការដូច្នោះហើយទ្រង់ក៏អនុញ្ញាតឲ្យបណ្ដាជនធ្វើតាមលោកទើបមានជាប់ជាទំនៀមស្លៀកសំឡុយជាមួយអាវផាយឲ្យកូនប្រុសឡើងផ្ទឹមនិងកូនស្រីបួងសក់ពាក់ស្បៃរហូតដល់សព្វថ្ងៃនេះ